យើងប្រើប្រាស់កាល present simple ទី1គឺនិយាយអំពីការពិតឧទាហរណ៍ដូចជាព្រះអាទិត្យរះនៅទិសខាងលិចខ្ញុំគឺជាគ្រូបង្រៀនអូខេអ្នកគឺជាសិស្សអញ្ចឹងនៅពេលដែលយើងចង់និយាយពីការពិតអញ្ចឹងគឺយើងប្រើប្រាស់ present simple សួស្តីអ្នកនរគ្នាខ្ញុំបាទហុលហើយខ្ញុំក៏ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាអន្តរជាតិ S&P ក្នុងវីដេអូមេរៀននេះយើងនឹងសិក្សាទាំងអស់គ្នាអំពីកាល present simple ប្រយោគស្របបាទអញ្ចឹងមេរៀននេះខ្ញុំបានដកស្រង់ចេញពីសៀវភៅ English for Everyone Grammar Guide ដែលខ្ញុំនឹងបង្ហាញអ្នកនរគ្នាចំនួន3ចំណុចធំៗទី1គឺនិយាយអំពីការប្រើប្រាស់ present simple ទី2និយាយអំពីទម្រង់ប្រយោគស្របមានន័យថាគឺការបង្កើតប្រយោគស្របរបស់ present simple ហើយចុងក្រោយគេគឺខ្ញុំបង្ហាញពីឧទាហរណ៍បន្ថែមអញ្ចឹងកុំឲ្យខាត់ពេលយូរក៏យើងចូលមកមើលមេរៀនយើងទាំងអស់គ្នាអញ្ចឹងមុននឹងយើងឈានទៅដល់ការរៀនកាល present simple យើងត្រូវដឹងពីអត្ថន័យរបស់វាបន្តិចសិនឬក៏ការប្រើប្រាស់របស់វាបន្តិចសិនតើពេលណាដែលយើងប្រើប្រាស់ present simple when do we use present simple អញ្ចឹងយើងប្រើប្រាស់កាល present simple ទី1គឺនិយាយអំពីការពិតឧទាហរណ៍ដូចជាព្រះអាទិត្យរះនៅទិសខាងលិចខ្ញុំគឺជាគ្រូបង្រៀនអូខេអ្នកគឺជាសិស្សអញ្ចឹងនៅពេលដែលយើងចង់និយាយពីការពិតអញ្ចឹងគឺយើងប្រើប្រាស់ present simple ទី2គឺយើងប្រើប្រាស់ present simple ដើម្បីបង្ហាញឬក៏និយាយអំពីសកម្មភាពទាំងឡាយណាក៏ដោយដែលវាកាត់ឡើងជាធម្មតាដដែលរៀងរាល់ថ្ងៃបាទអញ្ចឹងយើងមកមើលឧទាហរណ៍របស់យើងទាំងអស់គ្នាបាទ I eat lunch at noon every day អញ្ចឹងប្រយោគនេះមានន័យថាខ្ញុំញ៉ាំអាហារថ្ងៃត្រង់នៅម៉ោង12ជារៀងរាល់ថ្ងៃបាទអញ្ចឹងសកម្មភាពញ៉ាំអាហារថ្ងៃត្រង់នៅម៉ោង12ហ្នឹងគឺកើតឡើងជារៀងរាល់ថ្ងៃមិនក៏យើងដឹងទី1គឺគេទៅសេដោយប្រើប្រាស់កិរិយាសព្ទ base form of verb បាទគឺ eat មានតែកិរិយាសព្ទនៅក្នុងបច្ចុប្បន្នកាលទី2គឺគេបំបញ្ជាក់បន្ថែមទាក់ទងជាមួយនឹងពាក្យឬក៏ clear គេបញ្ជាក់បន្ថែមទាក់ទងជាមួយនឹង time expression គឺ every day ជារៀងរាល់ថ្ងៃបាទអញ្ចឹងសកម្មភាពហ្នឹងកើតឡើងជារៀងរាល់ថ្ងៃមួយទៀត she eats lunch at 2 p.m. every day អញ្ចឹងប្រយោគហ្នឹងមានន័យថានាងញ៉ាំអាហារថ្ងៃត្រង់នៅម៉ោង2រសៀលជារៀងរាល់ថ្ងៃអញ្ចឹងសកម្មភាពហ្នឹងគឺនាងរៀបចំញ៉ាំអាហារថ្ងៃត្រង់របស់គាត់ហ្នឹងគឺម៉ោង2ហើយរៀងរាល់ថ្ងៃអញ្ចឹងសកម្មភាពដែលកើតឡើងដដែលធម្មតារបស់នាងបាទអញ្ចឹងយើងប្រើប្រាស់ present simple បាទទី1យើងអាចសង្កត់បានគឺដោយសារតែយើងប្រើប្រាស់កិរិយាសព្ទ base form of verb ឬក៏យើងតែងតែហៅថា verb 1ហ្នឹងឯងគឺ eats ហើយ time expression យើងបញ្ជាក់បន្ថែមទេដើម្បីឲ្យមានន័យគ្រប់គ្រាន់គឺ every day បាទអញ្ចឹងទី2ខ្ញុំនឹងបង្ហាញអ្នកនរគ្នាទាក់ទងជាមួយនឹងទម្រង់បាទឬក៏របៀបនៃការបង្កើតប្រយោគស្របរបស់ present simple how can we make positive form of present simple អញ្ចឹងដោយផ្អែកទៅលើសៀវភៅសិក្សាគោល English for Everyone ដែលជាសៀវភៅមួយដែលសាលាអន្តរជាតិ S&P បានដាក់ឲ្យដំណើរការឲ្យសិស្សសិក្សាបាទនៅថ្នាក់ក្រៅម៉ោង5ទៅដល់ម៉ោង7ហ្នឹងគឺគេទៅសេ subject verb ហើយ rest of the sentence អញ្ចឹង subject ហ្នឹងខ្ញុំភាគច្រើនគឺខ្ញុំចូលចិត្តទៅសេតាំងដោយអក្សរ S ដែលមានន័យថាគឺជាអ្នកធ្វើ doer ហើយ verb ខ្ញុំចូលចិត្តទៅសេដាក់ថា verb 1ន័យថា we ហើយលេខ1បាទហើយ rest of the sentence ហ្នឹងគឺខ្ញុំចូលចិត្តទៅសេចុចឬក៏ខ្ញុំទៅសេថា object ដើម្បីស្រួលយល់ក៏ដោយបាទអញ្ចឹងដូចតែគ្នាទេបាទអញ្ចឹងទម្រង់ប្រយោគស្របរបស់ present simple គឺ subject បូក verb តែ verb នេះគឺស្ថិតនៅក្នុង present ឬក៏បច្ចុប្បន្នកាលហើយសំណងនៃប្រយោគយើងចង់ដាក់អីក៏ដាក់ទៅបាទអញ្ចឹងចំពោះចំណុចមួយដែលខ្ញុំចង់ផ្ដោតសំខាន់គឺកិរិយាសព្ទហ្នឹងគឺយើងប្រើប្រាស់ base form of verb អីគេទៅ base form of verb មានឆ្ងល់ទេអ្នកនរគ្នាបាទអញ្ចឹង base form of verb គឺសិស្សភាគច្រើនក៏ដូចជាខ្ញុំគឺតែងតែហៅថាកិរិយាសព្ទ verb 1ហ្នឹងឯងគឺជាកិរិយាសព្ទដែលនៅស្ថិតនៅក្នុងបច្ចុប្បន្នកាលឬក៏នៅក្នុងកឡោនទី1បាទអញ្ចឹងយើងសង្កេតនៅឃើញក្នុងប្រយោគស្របនេះមានប្រយោគខាងលើអត់ថែមកិរិយាសព្ទអត់ថែម s ហើយប្រយោគខាងក្រោមថែម s មិនអញ្ចឹងទៅបាទអញ្ចឹងយើងទៅមើលការប្រើប្រាស់របស់អញ្ចឹងយើងទៅមើលការប្រើប្រាស់ទាំងអស់គ្នាអូខេអញ្ចឹងឯគេទៅជា base verb ឬក៏ base form of verb ហ្នឹងបាទអញ្ចឹង base form of verb ឬក៏ verb 1ហ្នឹងឯងគឺជាកិរិយាសព្ទដើម
ឬក៏កិរិយាសព្ទដែលមិនទាន់បានដូរទម្រង់បាទដូរទម្រង់មិនគឺវាដូររូបរាងថែមនេះថែមនោះអីចឹងទៅបាទឧទាហរណ៍ដូចជាពាក្យ run រត់បាទ eat ញ៉ាំ drink ផឹក play លេង write សរសេរហើយអង្គទៅអញ្ចឹងគឺជាកិរិយាសព្ទដើមដែលស្ថិតនៅក្នុងបច្ចុប្បន្នកាលហ្នឹងគេហៅ base form of verb ឬក៏ verb 1ហើយបាទអញ្ចឹង base form of verb ហ្នឹង change តើវាផ្លាស់ប្ដូរនៅពេលណាបាទទី1គឺនៅពេលដែល subject ឬក៏អ្នកធ្វើអំពើហ្នឹងដែលយើងតែងតែសេតាំងដោយអក្សរ s ហ្នឹងបាទជា subject pronoun he she it ឬក៏យើងហៅថា third person singular បាទឬក៏នាមទាំងឡាយណាដែលមានចំនួន1បាទអូខេអញ្ចឹងយើងមកមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងយើងមកមើលការប្រែប្រួលរបស់វាទាំងអស់គ្នាបាទអញ្ចឹងត្រង់តំណែងកន្លែង key language នេះគឺខ្ញុំចង់បង្ហាញទាក់ទងជាមួយនឹងការប្រែប្រួលរបស់កិរិយាសព្ទ main verb នៅពេលដែលវាប្រើប្រាស់ជាមួយ third person singular ឬក៏សព្វនាមបរិស័ទបាទឬក៏noun ដែលមានចំនួនតែមួយបាទអញ្ចឹងកិរិយាសព្ទភាគច្រើនគឺយើងថែម s បាទឧទាហរណ៍ដូចជាពាក្យឧទាហរណ៍ដូចជាកិរិយាសព្ទ eat I eat lunch បាទអញ្ចឹងនៅពេលដែលប្រើជាមួយthird person singular he she it ហ្នឹងគឺយើងត្រូវការថែម s បាទអញ្ចឹងទៅជា she eats lunch បាទមួយទៀតគឺកិរិយាសព្ទខ្លះដែលបញ្ចប់ដោយ sh ch o double s x ឬក៏ z បាទឬក៏ z បាទ z និង z ហ្នឹងអាមួយណាក៏បានដែរអញ្ចឹងជានិច្ចកាលនៅពេលដែលប្រើជាមួយ third person singular ឬក៏ noun ដែលមានចំនួនតែមួយគឺយើងចាំបាច់ត្រូវតែថែម es ឧទាហរណ៍ដូចពាក្យ finish អញ្ចឹងកិរិយាសព្ទនេះបញ្ចប់ដោយ sh បាទអញ្ចឹងនៅពេលដែលបញ្ចប់ដោយ sh យើងចាំបាច់ត្រូវតែថែម es នៅពេលដែលវាប្រើជាមួយ third person singular he finish work or he finishes work បាទមួយទៀត I watch TV អញ្ចឹងកិរិយាសព្ទនេះបញ្ចប់ដោយ ch អញ្ចឹងនៅពេលដែលប្រើប្រាស់ជាមួយ she he ឬក៏ it ឬក៏នាមដែលមានចំនួន1គឺយើងថែម es អញ្ចឹង I watch TV ទៅជា she watches TV អញ្ចឹងយើងថែម es បាទហើយមួយទៀតតកតងនឹងការបញ្ចេញសំឡេងថែម s នៅខាងក្រោយកិរិយាសព្ទហើយនឹង es នៅខាងក្រោយកិរិយាសព្ទហ្នឹងតើគេបញ្ចេញសំឡេងមិនបាទអញ្ចឹងបើសិនជាកិរិយាសព្ទហ្នឹងថែម s អញ្ចឹងយើងបញ្ចេញសំឡេង s ជាងធម្មតាមកគឺបាទនៅពេលដែលកិរិយាសព្ទហ្នឹងថែម es បាទគឺយើងបញ្ចេញសំឡេង is បាទឧទាហរណ៍ដូចពាក្យ watch ទៅជា watches បាទអូខេអញ្ចឹងយើងទៅមើលឧទាហរណ៍វិជ្ជាបន្ថែមមួយទៀតបាទ Tom does dishes every Tom does the dishes every evening មានន័យថា Tom បាទលាងចានជារៀងរាល់ល្ងាចអញ្ចឹងសកម្មភាពហ្នឹងគឺ Tom គឺតែងតែធ្វើជារៀងរាល់ល្ងាចអញ្ចឹងយើងប្រើប្រាស់ present simple ដែលmain verb នៅក្នុងកិរិយាសព្ទចម្បងនៅក្នុងប្រយោគហ្នឹងគឺ do ហើយពេលមកយើងថែម es អញ្ចឹងដោយសារតែវាប្រើប្រាស់ជាមួយនឹង third person singular ឬក៏ noun ដែលមានតែចំនួន1គឺ Tom បាទមួយទៀត he washes the window on Friday អញ្ចឹងគាត់ជូតសម្អាតបង្អួចបាទនៅថ្ងៃសុក្រមានន័យថាឲ្យតែរៀងរាល់ឃើញ Friday មាន n ហ្នឹងគឺឲ្យតែរៀងរាល់ថ្ងៃសុក្រគឺគាត់តែជូតបង្អួចហើយគឺសកម្មភាពដែលកើតឡើងដដែលរៀងរាល់ថ្ងៃសុក្រអញ្ចឹងត្រង់តំណែងកិរិយាសព្ទ wash ចប់ដោយ sh នៅពេលដែលប្រើជាមួយនឹង he she it គឺយើងថែម es ហើយកិរិយាសព្ទហ្នឹងគឺយើងមានអាន wash អញ្ចឹងដែរគឺ washes អូខេមួយទៀត she teaches English to 6 students នាងបង្រៀនភាសាអង់គ្លេសទៅដល់សិស្សប្រហែល6នាក់បាទអញ្ចឹងនេះបង្ហាញពីអីគេបង្ហាញពីការពិតគឺការពិតគឺគាត់បង្រៀនបាទសិស្ស6នាក់មែនបាទអញ្ចឹងមួយទៀត he blushes when he embarrassed មានន័យថាម៉េចមានន័យថាគាត់ blush នឹងប្រែថាអៀនមុខឡើងក្រហមអញ្ចឹងមានន័យថាគាត់មុខឡើងក្រហមបាទពេលដែលគាត់អៀនអញ្ចឹងយើងនិយាយថា he blushes when he's embarrassed អញ្ចឹងតើ blush កិរិយាសព្ទ base form of verb យើងគឺបញ្ចប់ដោយ sh នៅពេលដែលប្រើជាមួយ he គឺយើងត្រូវបន្ថែម es ហើយកិរិយាសព្ទហ្នឹងក៏យើងត្រូវតែអាន blushes ណាបាទអញ្ចឹងមេរៀនទាក់ទងជាមួយនឹង present simple ប្រយោគស្របក៏បានបញ្ចប់តែប៉ុណ្ណេះ
ហើយខ្ញុំសង្ឃឹមថាមេរៀននេះអាចជាចំណេះដឹងទៅដល់អ្នកទាំងអស់គ្នាជាពិសេសនោះគឺបងប្អូនដែលកំពុងតែរៀនភាសាអង់គ្លេសថ្នាក់ក្រៅម៉ោងនៅសាលាអន្តរជាតិ S&P ដែលមេរៀននេះគឺស្ថិតនៅក្នុងសៀវភៅ English for Everyone 1A នៅមេរៀនទី13ដែលមានចំណងជើងថា Describing Your Day អញ្ចឹងបងប្អូនដែលរៀនជាមួយអ្នកគ្រូចុងនិស្ស័យពេលល្ងាចអាចបើកនៅមេរៀននឹងបានហើយអនុវត្តនៅលំហាត់បន្ថែមនៅក្នុងនឹងបានអញ្ចឹងខ្ញុំបាទហូលសូមជម្រាបលា